សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកលេខកលឹះមួយពាក់ព័ន្ធនឹងការ follow ដូច្នេះបងប្អូនដែលកំពុងតែតឹងរង់ចាំបេតអង្គណាមួយត្រូវបងប្អូនក៏ប្រយ័ត្នដែរនៅលើបញ្ហា follow តោះទៅស្ដាប់ទាំងអស់គ្នាគ្រាន់តែ follow មានបញ្ហាដែរមែនគ្រាន់តែ unfollow មានបញ្ហាដែរមែនត្រូវតែមានបញ្ហាព្រោះ platform Facebook របស់យើងគ្រប់ account ឬក៏ page គឺអត់មានដូចគ្នាទេដូច្នេះបងប្អូនពេលដែលបងប្អូនចូលទៅ follow ឬក៏ unfollow បងប្អូនត្រូវតែប្រយ័ត្នត្រង់ណាគឺបងប្អូនត្រូវតែឲ្យមានគម្លាតរយៈពេលដែរក្នុងមួយថ្ងៃឬក៏មួយម៉ោងបងប្អូនចូលទៅ follow ច្រើនពេកឬក៏ unfollow ច្រើនពេក platform account បងប្អូននឹងធ្វើការប្រព័ន្ធនឹងធ្វើការចាប់ account បងប្អូននឹង spam ហើយបងប្អូននឹងទៅដាក់កម្រិតបណ្ដោះអាសន្នជាបទពិសោធន៍មួយដែលខ្ញុំជួបហើយខ្ញុំចែករំលែកទៅកាន់បងប្អូនមិនថាបងប្អូនលេង reel ដើម្បីរកលុយឬក៏បងប្អូនមិនមែនជា MMO បងប្អូនគ្រាន់តែផុស video reel ធម្មតាទេដូច្នេះបើស្រឡាញ់ account បងប្អូនចង់ឲ្យ account បងប្អូនល្អកុំឲ្យមានបញ្ហា spam កុំឲ្យមានការដាក់កម្រិតគឺបងប្អូនត្រូវតែពិនិត្យហើយនឹងប្រយ័ត្នជាមួយនឹងការ follow ឲ្យបានច្រើនមិនមែនហាមបងប្អូនមិនឲ្យចូលទៅ follow គេទេប៉ុន្តែកុំឲ្យច្រើនលើសកម្រិតប្រព័ន្ធនឹងចាប់បងប្អូនធ្វើ account បងប្អូន spam ដូច្នេះក្នុងមួយថ្ងៃបងប្អូនចង់ដឹងទេថា follow បានប្រហែលដូច្នេះខ្ញុំនឹងចេញមកវីដេអូទៀតដើម្បីឲ្យបងប្អូនដឹងចាអរគុណ